ឆ្នាំនេះបើយើងអត់ធ្វើអីសោះអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មិនក្រោមជាង1600ទៅ1700នាក់ទេបាទហើយក្នុងនោះសិស្សមានចំនួនច្រើនជាងគេដោយសារគាត់ត្រូវការប្រើប្រាស់ផ្លូវប្រចាំថ្ងៃទី2គឺកម្មករកម្មការនីអញ្ចឹងពីមុខសញ្ញានេះគឺជាបើយើងមើលជាក់ស្ដែងទំហំនៃការវិនិយោគគឺជាតួអង្គសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប៉ុន្តែបើមួយឆ្នាំយើង1600 1700ជាងស្លាប់ខ្ញុំគិតថាការអភិវឌ្ឍសេដ្ឋកិច្ចជាតិបែបពិបាក6ខេត្តដែលមានអ្នកស្លាប់ច្រើនជាងគេគឺត្រូវអនុវត្តច្បាប់ចរាចរណ៍ចាប់ផ្ដើមពីថ្ងៃ1ខែ9នេះទៅលើមុខសញ្ញាមួយចំនួនដូចជាល្បឿនដែលបង្កឲ្យគ្រោះថ្នាក់ស្លាប់ច្រើនជាងគេទី2មិនគោរពផ្លាកសញ្ញាឬមួយមិនគោរពសិទ្ធិអត្ថិភាពហើយធំជាងគេទៀតទី3គឺបងប្អូនសានុសិស្សជិះមិនគោរពសំទោសមិនពាក់មួកសុវត្ថិភាពបាទអញ្ចឹងហើយមួកសុវត្ថិភាពអ្វីត្បិតតែមួកនេះវាមិនអាចការពារ 100% ប៉ុន្តែយ៉ាងណាក្តីក៏អាចជួយសម្រាលនៅគ្រោះថ្នាក់របស់យើងផងដែរដូច្នេះការអភិវឌ្ឍប្រទេសជាតិមួយមិនមែនតែត្រូវពង្រឹងអភិវឌ្ឍធនធានមនុស្សទេប៉ុន្តែត្រូវការពារធនធានមនុស្សរបស់យើងធ្វើម៉េចឲ្យរស់បានយូរបំផុត